បាទគ្រូពុកម៉ែបងប្អូនចូលហើយនេះគឺជាការដាក់ទ្រូហើយបើតាមខ្ញុំមើលគឺដាក់នេះគឺមិនត្រូវតាមបច្ចេកទេសប៉ុន្មានទេដោយសារអីទ្រូគឺដាក់ជប់គ្នាហើយមួយទៀតខាងនេះគឺទេស្អាតអត់ព្រមដាក់ពេលណាឆោតទៅចំទៅនៅខាងទ្រូខាងមានធ្នោះត្រីត្រីនេះមិនតិចជាង20-30ទ្រូទេដាក់រហូតយ៉ាងខាងនេះផងហើយនឹងខាងនៅផងហើយអញ្ចឹងត្រីណារត់ចូលទ្រូបើគៀនមានសិតតែទឹកហូរអង្គណាត្រូវការត្រីល្ងងត្រីវាមិនល្ងងគីឡូ 5000 1គីឡូ 5000ពុកម៉ែបងប្អូនមើលនេះសិតតែទ្រូមិនក្រោមពី30ទ្រូទេបងប្អូនត្រីជប់ខ្លាំងប៉ុន្តែដោយឡែកធ្នោះនេះគឺខាងមិនជាប់ទេខាងលិចខនៅទំនេរខាងកើតក៏នៅទំនេរអញ្ចឹងហើយត្រីប្រកាសជាទៅគៀនតែមិនមានធ្នោះហើយមើលទឿនណាមើលវីដេអូនេះទាំងអស់គ្នាមើលត្រីឡើងទៅគៀនដល់អំបិលហើយបាទសូមទស្សនាបងប្អូនគ្នាដូចទៅរៀកឲ្យខ្ញុំថាទាញដាក់នោះហើយរៀកហើយគេចង់ទូចឲ្យមានណាដាក់ផងរៀកអស់លីងនេះnè hồ mùa nè lo hồ mùa đó tự hồ là trai là biết nhỉ nè mà trai cho mà nè trai nè là nhé mà sao trai mình đã môi thế tru nè tên trai tên về tâm sẵn rọ mồi này nè đi lơ cái nè lơ trai lơ một nè là biết nuôi đại này em